ស្លាប់ឬរស់នៅត្រង់ថាយើងឈ្នះសាតាំងឬក៏អត់បាទនេះជាសេចក្តីល្បួងអាក្រក់នឹងកើតមានចំពោះយើងម្នាក់បានជាយើងត្រូវគិតទាំងអស់គ្នាជាបន្ទាប់សូមឲ្យយើងទទួលនៅព្រះបន្ទូលអធិដ្ឋានបាទអធិដ្ឋានព្រះវរបិតាព្រះរាជបុត្រាព្រះវិញ្ញាណបរិសុទ្ធពួកកូនជារាជប្រុសស្រីទ្រង់មានចិត្តតែមួយកោតខ្លាចដល់ទ្រង់មានចិត្តតែមួយសរសើរដំកើងទ្រង់មានចិត្តតែមួយថ្វាយបង្គំទ្រង់មានចិត្តតែមួយទទួលយកនៅព្រះបន្ទូលទ្រង់ជាផ្លូវជាជីវិតជាសេចក្តីពិតសម្រាប់ជីវិតពួកកូនទាំងអស់គ្នាសូមព្រះវិញ្ញាណទ្រង់ដឹកនាំពួកកូនឲ្យរស់ក្នុងផ្លូវជីវិតរស់នៅក្នុងផ្លូវរបស់ទ្រង់គុណសូមអធិដ្ឋានសូមព្រះវិញ្ញាណជាអ្នកដឹកនាំពួកកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គបាទចឹងយើងត្រូវរស់នៅស្គាល់ពីបំណងប្រហាតីនៃព្រះតើអ្វីទៅជាបំណងប្រហាតីនៃព្រះបំណងប្រហាតីនៃព្រះគឺចង់សង្គ្រោះយើងទាំងអស់គ្នារួចពីបាបស្គាល់ម្ដាយខ្ញុំអត់ស្គាល់អត់ឥឡូវម្ដាយខ្ញុំនៅឯណាគាត់ស្លាប់ហើយមែនអត់រូបសាច់គាត់ស្គាល់អត់ដឹងអត់រូបសាច់គាត់ទៅណាយើងបានដង្ហែទៅហើយមែនទេកប់ហើយមែនទេចុះវិញ្ញាណគាត់ទៅឯណាមិនបានទៅព្រះអង្គដោយសារព្រះយេស៊ូវចឹងមែនអត់ម្ដាយខ្ញុំបានស្គាល់រួចទៅហើយឥឡូវបានស្គាល់ខ្ញុំដែរអត់ថ្ងៃមួយខ្ញុំនឹងចាស់ដែរអត់ចាស់ដោយម្ដាយខ្ញុំអត់ហើយសក់ខ្ញុំខ្មៅនេះទៅសដែរអត់ខ្ញុំនឹងចាស់ហើយខ្ញុំឈឺដោយម្ដាយខ្ញុំអត់ដូចគ្នាអត់ហើយចុះបងប្អូនដូចដែរអត់ចាស់ដូចគ្នាទេឈឺដូចគ្នាទេស្លាប់ដូចគ្នាទេមិនបានជាយើងជួបការអាក្រក់អញ្ចឹងដោយព្រោះបាបមែនអត់មែនទេកូនបាទគ្រប់គ្នាត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ដោយព្រោះបាបបានជាព្រះចាត់ព្រះយេស៊ូវមកដើម្បីសង្គ្រោះយើងឲ្យរួចពីបាបរស់ខាងវិញ្ញាណអាមែនមិនរស់ខាងសាច់ឈាមទេណាទោះបើម្ដាយខ្ញុំជឿព្រះហើយក៏ស្លាប់អត់ស្លាប់តែវិញ្ញាណគាត់បានរស់អញ្ចឹងព្រះយេស៊ូវយាងមកមិនមែនឲ្យម្ដាយខ្ញុំជឿព្រះយេស៊ូវគាត់រស់ក្នុងបែបសាច់ឈាមក្នុងពើបាបសាច់ឈាមនោះទេវេទនាអត់រស់ក្នុងសាច់ឈាមវេទនាអត់អ្នកចាស់បានដឹងឃើញទេមិនមិនតាន់ដឹងទេមិនមិនតាន់ដឹងទេនៅកម្លាំងមាំទេអ្នកឈឺបានដឹងមែនទេវេទនាមែនសាច់ឈាមមែនទេចាស់អ្នកយូរច្រើនដឹងមែនទេមិនដែរតែខ្ញុំប៉ុណ្ណេះទុនដែរហ្នឹងសោយដែរហ្នឹងត្រៀមដែរហ្នឹងមែនទេវិវត្តនឹងភាពពុករលួយខ្ញុំដឹងជាក់ប្រកាសថាខ្ញុំនឹងពុករលួយដែររូបសាច់ខ្ញុំនេះខ្ញុំដឹងណាព្រោះខ្ញុំឃើញម្ដាយខ្ញុំទៅអញ្ចឹងខ្ញុំទៅអញ្ចឹងដែរបាបអត់មានបណ្ណៃទេបាបមានបណ្ណៃណាអត់សូម្បីតែព្រះយេស៊ូវក៏មិនបណ្ណៃដែរព្រះយើងក៏ស្លាប់ដែរនៅពេលដែលព្រះគ្រាន់តែទទួលបាបយើងអញ្ចឹងមែនអត់ព្រះយេស៊ូវមានបាបអត់ព្រះយេស៊ូវអត់មានបាបទេទ្រង់បរិសុទ្ធចុះមិនបានព្រះអង្គស្លាប់ដោយព្រោះទទួលបាបយើងគ្រាន់តែទទួលទេណាគ្រាន់តែទទួលបាបយើងទេមិនមែនព្រះអង្គបាបទេគ្រាន់ទទួលបាបយើងទេណាគ្រាន់តែទទួលគ្រាន់អ្នកទទួលនឹងស្លាប់ដែរបាទអញ្ចឹងបាបមិនប្រណិតទេបានជាបាបនឹងសម្លាប់ទាំងរូបសាច់ហើយទាំងវិញ្ញាណប៉ុន្តែយើងឃើញសេចក្តីរស់ឡើងវិញរបស់ព្រះយេស៊ូវហើយបាបនឹងបានអត់ទោសដោយព្រះលិខិតរបស់ព្រះយេស៊ូវអ្នកណាអ្នកកំណត់ព្រះជាកំណត់ច្បាប់ព្រះអ្នកតាក់តែងច្បាប់ហើយមនុស្សស្លាប់ក៏ដោយសារព្រះកំណត់ដែរមែនអត់ដើមដឹងខុសត្រូវហ៎បេះមិនស្លាប់បើព្រះអង្គមិនកំណត់ឲ្យស្លាប់ក៏អត់ស្លាប់ដែរបើព្រះអង្គដាក់ឲ្យស្លាប់ចេតនាព្រះអង្គមិនបានដាក់ឲ្យមនុស្សស្លាប់អញ្ចឹងព្រោះព្រះអង្គបង្កើតយើងពីធូលីដីគោលបំណងព្រះអង្គមិនមែនឲ្យយើងរស់នៅរូបកាយធូលីដីទេមែនអត់គោលបំណងព្រះអង្គឲ្យដូចព្រះមែនអត់ចំនឹងព្រះមែនអត់
và đôi pre trong năng pre hay pre dân rụt cài thì linh đấy vậy ắt đấy pre rụt cài ố đó ban chỉ pre Giêsu riêng một sốt một khung rụt sạch chưa cùng rụt đòi dân tăng học này chân ba group kia là bay chân ba lơ tay miên pre Giêsu miên pre Giêsu hai đây phong chân sẽ đây slap miên đằng à slap hai đôi lang quên để sai sẽ đây suy cho ra vào pre Giêsu sẽ đây bỏ sót pre Giêsu chiêm pre Giêsu nữa pre Giêsu rồi đây sao chiêm phong đó mấy nào chiêm phong vì sao hả chiêm pre ông vì sao đòi phong đấy nè mình vì sao sầm hẹp tại dây vì sao sầm hẹp tại nhóm ấy nè vì sao sầm hẹp pre Giêsu đấy nè bởi mình vì sao có pre vì nhiên mình proi ruột đấy cho bởi chiêm pre Giêsu bà ruột làm với nhọn pre nhiên proi ruột ở ruột tê amen chiêmระบบព្រះយេស៊ូវគម្ពីរសំដែងតែវិសេសឈាមដ៏វិសេសព្រះរហ័តដ៏វិសេសវិសេសសម្រាប់ព្រះយេស៊ូវផងក៏វិសេសសម្រាប់យើងទាំងអស់គ្នាដែរមែនអត់ដោយសារតែឈាមរបស់ព្រះយេស៊ូវព្រះរហ័តរបស់ព្រះយេស៊ូវវិសេសទៅព្រះវិញ្ញាណប្រោសព្រះយេស៊ូវឲ្យរស់ឡើងវិញដោយព្រោះទ្រង់រស់បានជាខ្ញុំនឹងរស់ដែរដោយសារព្រះយេស៊ូវឥឡូវនេះយើងឃើញថាបាបនឹងស្លាប់ខាងឯរូបសាច់តែវិញ្ញាណយើងនឹងបានជីវិតដល់នៅអកាលជានិច្ចដោយសារព្រះយេស៊ូវព្រះនាមព្រះយេស៊ូវឲ្យយើងរស់ឡើងវិញអាមែនអត់នាមព្រះយេស៊ូវមានជីវិតចុះបើយើងអត់បាបស្លាប់ហើយអត់មានព្រះយេស៊ូវវិញ្ញាណយើងទៅណាបឹងភ្លើងនៅបឹងភ្លើងមួយទៀតណានៅវិញ្ញាណទៀតណាមិនមែនស្លាប់រូបសាច់ទេដូចម្ដាយខ្ញុំស្លាប់រូបសាច់ហើយប៉ុន្តែនៅវិញ្ញាណគាត់មួយទៀតណាវិញ្ញាណគាត់នៅចំពោះព្រះដោយឡាសានិងអ្នកមានហ៎មែនទេយាយឡាសាស្លាប់អ្នកមានស្លាប់រូបសាច់គេយកកប់ដោយម្ដាយខ្ញុំមិនអញ្ចឹងតែទេវតាយកវិញ្ញាណអ្នកទាំងពីរហ្នឹងទៅណាមួយនៅកន្លែងបរមសុខមួយនៅកន្លែងឋានខំព្រលឹងនោះស្លាប់ហើយមានភ្លើងក្តៅអត់តដូចខ្លួនទេណាស្លាប់ហើយនៅវិញ្ញាណទៀតណាជីវិតគឺជាវិញ្ញាណរូបសាច់គឺធលីដីទេចឹងហើយបានជាយើងដឹងជាក់ប្រកបខ្ញុំដឹងជាក់ប្រកបថាខ្ញុំស្លាប់ដោយព្រោះបាបមែនប៉ុន្តែបើខ្ញុំមានព្រះយេស៊ូវខ្ញុំរស់ឡើងវិញខ្ញុំមានជីវិតថ្មីចឹងមែនអត់ព្រះយេស៊ូវរស់ឡើងវិញអត់ព្រះយើងរស់ឡើងវិញអត់ស្លាប់ហើយរស់ឡើងវិញអត់ហើយបើព្រះយេស៊ូវរស់ឡើងវិញយើងអ្នកជឿព្រះយេស៊ូវរស់ឡើងវិញដែរអត់ចឹងហើយបានជាយើងស្រឡាញ់ព្រះយេស៊ូវចឹងហើយបានជាយើងជួបជុំគ្នាចឹងហើយបានជាយើងរស់ដល់រាបណាខ្ញុំនៅរស់ខ្ញុំត្រូវតែអោបព្រះយេស៊ូវដល់រាបណាខ្ញុំនៅមានជីវិតរស់នៅក្នុងរូបសាច់នេះដែលទៀងតែនឹងស្លាប់ប៉ុន្តែមុននឹងស្លាប់ធ្វើម៉េចអោបព្រះយេស៊ូវចឹងមែនទេយាយថ្ងៃមួយខ្ញុំដឹងថាខ្ញុំដូចម្ដាយខ្ញុំដូចអត់ជឿថាខ្ញុំដូចអ្នកមិនថាដូចតែចិត្តខ្ញុំដឹងជាក់ថាដូចកុំកុហកខ្ញុំថាខ្ញុំមិនដូចកុំបញ្ឆោតខ្ញុំយ៉ាថាអូអ្នកមិនស្លាប់ដូចម្ដាយនេះឯងអត់ទេខ្ញុំមិនជឿអ្នកឯងទេព្រោះខ្ញុំដឹងជាក់ថាខ្ញុំនឹងចាស់ទៅសក់ខ្មៅខ្ញុំតឹងសដែរហើយខ្ញុំនឹងពុករលួយដែរកុំកុហកខ្ញុំបាទវោខ្ញុំចាញ់បញ្ឆោតហើយអត់ខ្វល់ជាមួយព្រះលេងពឹងលើព្រះវោនៅឃើញតែខ្លួនឯងគិតថារស់អត់ស្លាប់អាហ្នឹងវោចុះតែជីវិតរស់អត់ស្លាប់មានចាំបាច់ពឹងណាមែនទេដោយសារតែខ្ញុំដឹងសេចក្តីពិតថាខ្ញុំនឹងចាស់ឈឺស្លាប់ដែរនឹងឃើញសេចក្តីពុករលួយដែរបានជាខ្ញុំរស់មុននឹងខ្ញុំស្លាប់ហើយរូបសាច់ពុករលួយខ្ញុំត្រូវតែអោបព្រះយេស៊ូវអាមែនអត់ហើយយើងទាំងអស់គ្នាអោបព្រះយេស៊ូវដែរអត់ស្រឡាញ់ព្រះយេស៊ូវដែរអត់យើងអោបព្រះយេស៊ូវដែលដឹងថាថ្ងៃមួយយើងនឹងចាស់ចេញពីផែនដីនេះថ្ងៃមួយរូបសាច់យើងនឹងស្លាប់ថ្ងៃមួយយើងនឹងពុករលួយរូបសាច់នេះទៅតែឯវិញ្ញាណព្រះយេស៊ូវបានបង្រៀនថាម៉េចនៅវិញ្ញាណដែលនឹងជាប់ជំនុំជម្រះទៀតដល់រាបណាដែលខ្ញុំនៅរស់ខ្ញុំត្រូវតែស្រឡាញ់ព្រះយេស៊ូវហើយបើខ្ញុំស្រឡាញ់ព្រះយេស៊ូវខ្ញុំស្លាប់ខ្ញុំរស់ឡើងវិញដូចព្រះយេស៊ូវស្លាប់រស់ឡើងវិញអាមែនអត់ចាំមានការអ្វីកើតឡើងខ្ញុំអត់ស្រឡាញ់ព្រះយេស៊ូវដូចជាគេដែរគេអត់ស្រឡាញ់ព្រះយេស៊ូវទេស្លាប់ហើយរស់ឡើងវិញអត់
វិញ្ញាណបឹងភ្លើងអត់បាននៅជាមួយព្រះយេស៊ូវនៅនគរឋានសួគ៌ទេមែនអត់ទទួលបានរូបកាយថ្មីឧត្តមនៅមួយព្រះយេស៊ូវជារៀងរហូតសប្បាយអត់ទេចឹងហើយបានជាខ្ញុំវេលាដែលខ្ញុំនៅរស់គ្រប់ពេលគ្រប់វេលាខ្ញុំនឹកចាំពីព្រះយេស៊ូវអាមែនអត់ភ្លេចនឹកចាំពេលណាហ្នឹងវោហើយដូចកុំមកមែនទេចាំយាមកកុំ10នាក់អូជឿព្រះមែនតែភ្លេចចង្កៀងស្ទើប្រេងអត់មានពិនិត្យបច្ច័យប្រេងឲ្យបានគ្រប់គ្រាន់ទេមែនទេខកជើងហ៎ខកុំហ្នឹងអ្នកជឿណាមែនអ្នកអត់ជឿទេណាយើងអ្នកជឿដែរហ៎ឥឡូវព្រះអង្គថាមានអ្នកខមានអ្នកខនឹងមានអ្នកខនឹងមានអ្នកមិនបានទៅគ្រាឆក់យកចឹងយើងត្រូវតែត្រៀមដែរចឹងហើយបានជាខ្ញុំនឹកចាំជានិច្ចខ្ញុំអត់ចាញ់មិនឆោតមនុស្សទេព្រោះខ្ញុំឃើញម្ដាយខ្ញុំចាក់ស្ដាយរួចមែនទេហើយខ្ញុំឃើញអ្នកចិត្តខាងខ្ញុំឮតែព្រេងអ្នកស្លាប់មែនទេយើងអ្នកផ្សារថ្មីមែនទេអ៊ីមែនទេអូខ្ញុំនៅនេះឮហើយលិចកើតជើងត្បូងហើយឮប្រដាក់គ្នាចឹងអត់ចាំបាច់ណាប្រាប់ទេខ្ញុំឮនឹងទៅជាឃើញនឹងភ្នែកជាក់ច្បាស់ជាស្ដាយនៅទីនេះម្ដាយខ្ញុំផ្ទាល់ចឹងអត់មានណាចាំបញ្ឆោតខ្ញុំទេបាបមានអំណាចលើរូបសាច់ខ្ញុំមែនបាបមានអំណាចលើរូបសាច់ម្ដាយខ្ញុំមែនបានជាខ្ញុំរស់ខ្ញុំត្រូវអោបព្រះយេស៊ូវស្លាប់នឹងរស់ឡើងវិញស្លាប់រស់ឡើងវិញនេះហើយជាក្តីសង្ឃឹមដែលយើងត្រូវជួបជុំគ្នាកុំឲ្យខាននឹងជួបជុំគ្នាហើយបើជួបជុំគ្នាធ្វើអីវិញបើមិនសរសើរនឹងការព្រះបើមិនថ្វាយបង្គំព្រះបើមិនទទួលព្រះបន្ទូលព្រះបើមិនស្រឡាញ់ព្រះស្រឡាញ់អីវិញស្រឡាញ់អីវិញមានស្រឡាញ់ស្លាប់ស្រឡាញ់លោកីស្លាប់បើដឹងតែថ្ងៃមួយខ្ញុំដូចម៉ែខ្ញុំមែនអត់ថ្ងៃមួយខ្ញុំនឹងដូចម្ដាយខ្ញុំតែដល់រាប់ខ្ញុំនៅរស់ខ្ញុំនឹងជឿព្រះដូចម្ដាយខ្ញុំអាមែនបាទយើងនឹងរស់ឡើងវិញទាំងអស់គ្នាសូមឲ្យយើងទាំងអស់គ្នាជឿដល់ព្រះយេស៊ូវហើយនឹងកម្មព្រះយេស៊ូវបាទដោយគ្រូវុនអញ្ចឹងមានព្រះយេស៊ូវកំសាន្តចិត្តបាទរូបសាច់យើងចាស់មែនយើងឈឺមែនយើងស្លាប់មែនតែឃើញជីវិតថ្មីល្អជាងជីវិតចាស់អាមែនរូបកាយដល់ព្រោះផែនការព្រះមិនមែនបង្កើតយើងពីធូលីដីអញ្ចឹងទេរូបកាយធូលីដីទេអាមែនទេមើលរូបកាយធូលីដីគ្រូលុនអត់ល្អណាស់ហើយគ្រូវ៉ាន់អីគ្រូលុនអីមែនទេឥឡូវយើងពីនេះមើលជាក់ស្ដែងអញ្ចឹងមែនអត់បាទនិយាយរួមអញ្ចឹងមែនអត់រូបកាយល្អអត់ខ្ញុំរកថាបងខ្ញុំអត់ល្អទេតែអ្វីដែលល្អខ្ញុំចង់បានរូបកាយថ្មីចិត្តខ្ញុំរូបសាច់ខ្ញុំនេះថ្ងៃមួយនឹងលែងឃើញខ្ញុំដោយម្ដាយខ្ញុំដែរអរគុណព្រះឥឡូវយើងចូលព្រះបន្ទូលអរព្រះណាស្រឡាញ់ព្រះអាមែនហើយនេះហើយបានជាយើងត្រូវតែស្រឡាញ់ព្រះហេតុផលដែលយើងស្រឡាញ់ព្រះព្រោះយើងដឹងថាថ្ងៃមួយយើងលែងនៅផែនដីនេះទៀតតែយើងបានរស់ជាថ្មីឬក៏ជីវិតថ្មីនៅជាមួយព្រះយេស៊ូវបើយើងបានជឿដល់ព្រះអង្គស្រឡាញ់ព្រះអង្គអាមែនបានជាចូលទទួលព្រះបន្ទូលហើយជាជីវិតខាងវិញ្ញាណយើងអាមែនបាទជីវិតខាងវិញ្ញាណចឹងហើយហេតុផលដែលខ្ញុំស្រឡាញ់ព្រះបន្ទូលចឹងហើយបានជាខ្ញុំមានអំណរដែលព្រះអង្គចាត់ខ្ញុំឲ្យនាំព្រះបន្ទូលដល់បងប្អូនយើងដើម្បីអីព្រះអង្គចង់ឲ្យបងប្អូនយើងរស់ដែរព្រះអង្គចង់ខ្ញុំទៅឋានសួគ៌តែម្នាក់ឯងឬក៏បងប្អូនទៅដែរចឹងហើយបានជាខ្ញុំមានកម្លាំងក្នុងការនាំព្រះបន្ទូលបើព្រះបន្ទូលហើយជាផ្លូវជីវិតអាមែនអត់បើមិនផ្លូវជីវិតទេយើងមិនខំទទួលទេអាមែនហើយដែលខ្ញុំទទួលហើយខ្ញុំដឹងហើយផ្លូវជីវិតហើយព្រះសពហត្ថីឲ្យខ្ញុំនាំផ្លូវជីវិតមកកាន់អ្នករាល់គ្នាដែរអាមែនអ្នកណាទទួលបានជីវិតអរគុណព្រះយើងនឹងសិក្សាបន្តទៀតបាទគំនិតខាងសាច់ឈាមរមែងទាស់ទៅទឹកនឹងព្រះបាទហើយយើងបានអានរួចហើយឥឡូវយើងមើលខ2រ៉ូមចំពុក8ខ6ដល់ខ11បាទចំពុករ៉ូមចំពុក8បាទរ៉ូមបាទចំពុក8ខ6ដល់ខ11បាទយើងឃើញហើយឥឡូវយើងបន្តបាទចំពុក6ត្បិតគំនិតខាងសាច់ឈាមនោះជាសេចក្តីស្លាប់ទៅទេឯគំនិតនៃព្រះវិញ្ញាណនោះទៅជាជីវិតនិងសេចក្តីសុខសាន្តវិញគំនិតខាងសាច់ឈាមស្គាល់អត់ស្គាល់គំនិតខាងសាច់ឈាមអត់
cứ chia một nu để mi rẽ đâm nọ cái tay lốp cây sờ lanh tay lốp cây nè mình chưa pre năng ai cầm đất sa chiêm cứពួកnè mình chưa pre năng ai cầm đất sa chiêm coi đó coi nè chưa pre cái đây khá cái đây khá nợ pe đại kê nè bà cầm đất khang sa chiêm cứ chỉ nè đây mình chưa đọc pre để hạ tham ở nước ba để miền à rẽ đớn nòm cái sờ lanh tay rú sạch cái sờ lanh rú cay tay cái kết vi nhiên ở cái kết khang vi nhiên kia ở cái khoa vi nhiên kia ở hay cái ban pichana vi nhiên ở ở tê bò bò nhầm xuồng chứ dân miền tây ấy nem nét miền tây đâu ấy miền này đấy tây sầm rạp dân nơi mày nó bong bò tây sầm rạp dân nơi mày đấy chẳng mày nó hay chỉ riêng rồi thay dân pichana tại tây dân xa tây dân chỉ riêng rồi thay dân tay mình mực tè chỉ riêng rồi thayឬក៏យើងមិនខ្វល់ពីផ្ទះយើងចេញទៅរកស៊ីធ្វើកិច្ចការងារបាទផ្ទះសម្រាប់តែមនុស្សនៅទេមែនអត់ជ្រកកោនទេដល់ម៉ោងចេញរកស៊ីដល់ម៉ោងចេញធ្វើការមែនអត់ឬក៏យើងអត់ធ្វើឲ្យអ្វីទាំងអស់គេតែមើលពិចារណាតែផ្ទះអញអារកស៊ីក៏មិនរកអាស្រែចម្ការក៏មិនស្រែcái ta cả vài mới tập te cái trắng này mẹ nè te sầm rạp ta dương nơi ta nó mẹ nói te sầm rạp dương sạ nơi ta nó bàn tay đòn máu dừng trâu tránh lụa đồ rô xí đứa có càng nghi dương vừa càng nghi dương hả mẹ nói đòn máu sầm rạp chốt cào chân mẹ nói ba te đó là ha sạch chim dương ngọt bởi dân kết viết với ôi à ha dân mau ấy cho dân tranh trô bạn là ha mẹ nọ mới tập lương toán nó tranh trô lối với mẹ này tranh lúa đôi mẹ nọ chẳng mẹ nọ mẹ nhà lăng phải nên bơm té tranh nhà ha bạn là nè mẹ ở đây mẹ nọ chân cây mình đây té sầm rạp tại dân sẵn nơi hãy nhà lăng dân tranh rôm à ha sầm rạp chí chẳng mẹ nọ thang vì nhiên đôi kia lúc ca dân chụp te hang vi nhiên này nó lúc ca dân chụp te đây vi nhiên này nó chân dân cô pichana tay lúc ca chia lùm nâu này vi nhiên rứa cô pichana vi nhiên dân kết pi rục xanh rứa cô vi nhiên dân xoay đâu à ha xong ra vi nhiên mẹ nó te xong ra mà nơi sân nâu nhẹ lần tranh rô à ha rồi còn nơi mơ té ở tranh hà tranh rô à ha mẹ nói vì nhiên là không rục cai chẹp té này vì nhiên cho mẹ rồi cái pin hôm nay tham ấy ta nè mình đăng tê được ấy thà rục cai nè chưa vì hiểu này vì nhiên này pre nhiên cùng nào không này vì nhiên dương đây không mẹ nói rục cai chẹp té khang vì nhiên rục cai còn ta chẹp té khang vì nhiên lúc cai còn tại chụp té khang vi nhiên mẹ nói sầm ráp vi nhiên sạ đời tại phần nó bàn tay mình cua ơi vi nhiên nó không lúc cai kết tay lúc sạch lúc cai này tê vì còn tại chia cái lạnh sạ nơi tê sầm ráp vi nhiên sạ nơi tê hay ngày môi lúc sạch nâng có bắt xôn từ tay ai vi nhiên tê đại chia chi vết đại dân thở kết à mẹ nói hơi vì nhiên trâu tay rì rô à ha sầm rạp vì nhiên dư chẳng mày nói sai ta ha khang vì nhiên bè bần tù nè để bọn trong ở dân đăng chẳng bạn chia đọc bây giờ nè bà vô nhóm bằng bà nhóm priếp đôi trâu nằm te để dừng nâu te nó đó là ha ôi dân ngón ở thế hay nó bây đây vì nhiên kết sa chiêm ta sa chiêm năng ở vì nhiên ru hòn vì nhiên năng à bà nó bây đây vì nhiên dân bắt đầu từ rồi rú cài rú sai ta rú sai năng ở vì nhiên dân ru hòn rú sai mình bắt đầu ôi vì nhiên dân ru tê nên bắt đầu là vì nhiên ru pre bần tu này pre để nom ở vì nhiên dân ru ai đó chân vì nhiên là cái nó rú cái rú đời xá à ha khang vì nhiên cứ pre bần tu
ប៉ុន្តែប្រើរូបកាយនេះសម្រាប់ស្នាក់នៅទេតើណាប្រើរូបកាយនេះសម្រាប់ស្នាក់នៅទេប៉ុន្តែផ្ទះយើងក៏មើលដែរក្រែងលោពេញពីងដីហុយយើងក៏បោះជូតសម្អាតដែរថែទាំអត់យើងមានទូនទីគ្រាន់តែថែទាំផ្ទះទេតែផ្ទះមិនមែនជាអាហារសម្រាប់ឬក៏ជាអាហារដែលផ្ដល់ឲ្យយើងឬក៏វាមិនអាចជាអាហារផ្ដល់ឲ្យយើងបានទេវាគ្រាន់តែជាជំរងសម្រាប់យើងជ្រុកកោនតែប៉ុណ្ណោះអាមែនស្ដាប់តើណាចឹងបានជាយើងរស់ឲ្យដឹងជីវិតខាងវិញ្ញាណរស់ដោយសារព្រះបន្ទូលតែអរិយបញ្ឆោតយើងអើយមួយថ្ងៃពិចារណារូបសាច់ផ្ទះលំនៅរូបសាច់ហ្នឹងជាផ្ទះនៃវិញ្ញាណមួយថ្ងៃគេតែមើលតែផ្ទះសលឹងតែផ្ទះមិនខុសទេសម្លឹងនោះប៉ុន្តែត្រូវចេញរកអាហារសម្រាប់ជីវិតខាងវិញ្ញាណដែរឥឡូវសួរថាយើងសលឹងមើលផ្ទះខុសអត់ខុសទេប៉ុន្តែអ្នកសលឹងផ្ទះវាអត់ចេញអាហារទេចឹងមែនអត់ឥឡូវប្តីពុនមកគ្រួសារញាក់ឡើងពិចារណាផ្ទះមិនអាចរកស៊ីទេគេតែមើលផ្ទះហ្នឹងទៅថែទាំតែផ្ទះហ្នឹងទៅមិនអាចធ្វើអីទេបានអាហារស៊ីទេបានអាហារហូបទេតែមិនមែនឲ្យយើងមិនមើលដែរតើណាក៏យើងមើលថែទាំវាដែរអញ្ចឹងអាហារខាងវិញ្ញាណនៅក្នុងរូបសាច់បាទរូបសាច់យើងជាផ្ទះនៃវិញ្ញាណយើងគិតវាដែរប៉ុន្តែមិនគិតវាទាំងស្រុងទេមិនគិតវារហូតដល់អត់ចេញរោអាហារសម្រាប់វិញ្ញាណទេតើណាអ្នកខ្លះគិតសាច់ឈាមដោយមិនស្វែងរកអាហារសម្រាប់វិញ្ញាណអាមែនអត់ពិចារណាតែរូបកាយរូបសាច់មើលតែផ្ទះអត់ខុសទេមើលផ្ទះនោះអត់ខុសទេថែទាំផ្ទះបានល្អខុសទេណាតែខុសត្រង់ថាវិញ្ញាណហ្នឹងអត់រកអាហារអត់រកពេលបន្ទូសម្រាប់ជីវិតរស់នៅដូចអ្នករកគ្នាមានគ្រួសារថែទាំផ្ទះល្អហើយតែបើថែទាំផ្ទះរាល់ថ្ងៃអត់ចេញរកហ្នឹងអាអ្នកនៅថែទាំផ្ទះស្គមស្លាប់មុនផ្ទះចឹងមែនទេឥឡូវបើមិនមែនសាកមើលទៅមើលតែផ្ទះទៅមិនរកស៊ីមិនគិតអីគិតតែផ្ទះឲ្យស្អាតទៅព្រោះអាអ្នកមើលផ្ទះហ្នឹងស្រួលទៅមុនផ្ទះបាត់ហើយមែនទេពុកមុនផ្ទះស្លាប់មុនផ្ទះអាមែនបាទមិនខុសទេដែលអ្នករកគ្នាថែទាំផ្ទះល្អប៉ុន្តែត្រូវចេញរកដែរដើម្បីបានអាហារចិញ្ចឹមខ្លួនឯងចិញ្ចឹមកូនអញ្ចឹងមែនអត់ដូចគ្នាដែររូបសាច់ជាផ្ទះនៃវិញ្ញាណប៉ុន្តែយើងថែទាំបានល្អហើយយើងមើលយើងគិតនោះវាល្អហើយប៉ុន្តែត្រូវចេញរកអាហារសម្រាប់វិញ្ញាណដែរត្រូវទទួលព្រះបន្ទូលព្រះសម្រាប់វិញ្ញាណយើងដែរត្រូវអត់ត្រូវអត់បើមិនត្រូវមើលសាច់ឈាមមើលចេញរកអត់ចេញរកដើម្បីបានអាហារមិនគិតតែមើលតែផ្ទះទេឆ្លាញ់ផ្ទះត្រូវហើយល្អហើយអត់ខុសទេតែចេញរកដែរដើម្បីមានកម្លាំងមើលផ្ទះថែមទៀតមើលផ្ទះថែទាំផ្ទះមែនអត់យ៉ាងមើលផ្ទះអស់កម្លាំងបោះជូតយូរទៅដីហុយតាមតំណើអស់សោយបាត់ហើយអាអ្នកមើលអត់គិតរកស៊ីអីផងអត់គិតអាហារផងសោយបាទឈឺអាមែនអរគុណព្រះត្បិតគំនិតខាងសាច់ឈាមនោះជាសេចក្តីស្រាប់ទៅទេស្គាល់គំនិតខាងសាច់ឈាមហ៎ដូចខ្ញុំរាយដាក់មិញគឺគេគិតតែរូបសាច់តែវិញ្ញាណនៅក្នុងរូបសាច់វិញ្ញាណដ៏ជាជីវិតដែលរស់នៅក្នុងរូបសាច់ដែលជាផ្ទះនៃវិញ្ញាណនោះគេអត់ចេញរកអាហារទេគេអត់មានទំនាក់ទំនងមួយព្រះទេទទួលព្រះបន្ទូលព្រះទេនៅត្រង់ហ្នឹងស្លាប់ត្រង់ហ្នឹងនឹងហើយគំនិតខាងសាច់ឈាមគំនិតខាងសាច់ឈាមមានន័យថាវិញ្ញាណគិតខាងសាច់ឈាមតើនេះវិញ្ញាណមួយថ្ងៃគិតតែខាងសាច់ឈាមដូចយើងមួយថ្ងៃគិតតែផ្ទះអត់ចេញរកអត់មានអាហារស៊ីស្លាប់ដែរអត់សាកមើលឥឡូវធ្វើតេស្តមើលបាទថ្ងៃគិតតែផ្ទះអត់ចេញរកទេអត់ចេញរកអាហារទេយើងនឹងស្លាប់រូបសាច់យើងនឹងស្លាប់មែនអត់ផ្ទះនៅតែផ្ទះរូបសាច់នឹងស្លាប់ដូចគ្នាដែររូបសាច់យើងវិញ្ញាណនៅក្នុងរូបសាច់យើងនៅក្នុងរូបកាយយើងអត់បានចេញរកអាហារសម្រាប់វិញ្ញាណយើងសោះស្វែងរកអាហារសម្រាប់វិញ្ញាណយើងសោះថ្ងៃមួយវិញ្ញាណយើងនឹងស្លាប់ដែរស្លាប់អាមែន
chẳng bạn chia cầm nét khang sa chiếm cũng bị tham ấy tôi bắt cầm nét khang sa chiếm nu chia sự này sập tổ tệ cầm nét sa chiếm này là vì nhân cái tài rục sạch ngày ngày mơ so mơ một hay mơ tiếng xây rồi mơ khai rục sạch mơ tông o này đấy hả mơ tông o này hay pro mơ khai hay cái này khai ngày ngày cái tài rục sạch đi ở khó tê nam mình thật khó tê nam đây là cái vì nhiên đây tôi nói cái năng là o hơi mình khó tê tại cái vì nhiên đây vì nhiên chỉ vứt nếu rồi cái nhiên mơ tê là o hơi tại cái khuôn ai đây khuôn ai ở trên đó giặt không ở là ha trên thực ca trên rồi cả ha mày nói ba cái đài ba bàn tay rút sạch đi con tay bàn đỏ son tê tay vì nhiên tê chỉ vứt hay trôi vì nhiên trâu ca ha xoay đó ha sầm đáp vì nhiên đó ra na dân nu sa chiêm miền tây lo hơi tay dân trâu không xoay đó ha đồng bay trên châm chí vâng hai miền tây ná nâng ba tụi rong ngay dân slap ai vì nhiên đôi khi nó còn rung sa dân nên slap men còn tay vì nhiên dân trâu nâng ruộng đâu ở cá trên đấy đời xa pre bẩn tu chẳng ai ban chia công ty xâm này thầm ấy cùng nên khang sa chiếm cứ chia sẻ cái slap miền này tha mà nước cái tài sa chiếm ở cái vì nhiên luôn ở xoay đâu ha sầm ra ví nhiên ở vì nhiên ở khoan muối pre ở chứa pre ở thằng lánh pre ở cái tề vì nhiên ở cái tề rú sạch cùng nên khang sa chiếm rú sạch ra cài cái lôi lan vì la ấy nữa cái này là này sa chiếm còn tay ở cái vì nhiên nâng hai chia sẻ slap trong này cứ sắm đá từ lời slap khang vì nhiên cũng bất cùng nâng khang sa chiêm nuôi chia sẻ slap từ đây slap trong nàyបញ្ជាក់ថាvì nhiên dân slap ở cao trên này đời đuôi dân cái tài rục sạch hay rục sạch nữa cùng ta slap hay vì nhiên nó đau từ lời vì nhiên nó slap chẳng bạn chia cũng bị to tiền ai cầm nên đây preo nhiên nuôi tơ chi vật nâng sẻ sọc sàn vậy ai cầm nên đây preo nhiên nuôi tơ chi vật chỉ vật trong nàyបញ្ជាក់ជីវិតខាងវិញ្ញាណគំនិតនៃព្រះគំនិតនៃព្រះវិញ្ញាណគឺអីព្រះបន្ទូលហើយព្រះបន្ទូលជាអាហារសម្រាប់វិញ្ញាណគំនិតនៃព្រះវិញ្ញាណគឺជាព្រះបន្ទូលដែលឲ្យយើងជឿដល់ព្រះនាមព្រះយេស៊ូវកើតជាថ្មីក្នុងព្រះវិញ្ញាណជីវិតជាប់នឹងព្រះជីវិតមានព្រះរស់អត់ព្រះស្លាប់គំនិតនៃព្រះវិញ្ញាណគឺជាព្រះបន្ទូលដែលសម្ដែងដល់យើងថាជីវិតនៅពេលដែលមានព្រះយេស៊ូវតើណាជីវិតនៅពេលដែលមានព្រះយេស៊ូវវិញ្ញាណយើងមានព្រះយេស៊ូវវិញ្ញាណយើងមានព្រះបន្ទូលនៃព្រះវិញ្ញាណយើងជឿហើយស្រឡាញ់ហើយដើរតាមប្រព្រឹត្តតាមវិញ្ញាណយើងមានច្បាប់ព្រះស្គាល់ច្បាប់ព្រះហ្នឹងស្គាល់ហើយប្រព្រឹត្តតាមវិញ្ញាណបានរស់នោះហើយជាអាហារសម្រាប់វិញ្ញាណជាជីវិតចង់បានជីវិតអត់យើងចង់បានជីវិតទើបយើងជឿព្រះយេស៊ូវខ្ញុំខំបម្រើព្រះដោយសារដែលដឹងថាខ្ញុំពុករលួយទៅតែខ្ញុំនឹងឃើញជីវិតថ្មីដោយសារព្រះយេស៊ូវខ្ញុំខំបម្រើព្រះមិនត្រឹមតែឃើញជីវិតថ្មីទេតែបានបង្គន់នៃជីវិតបានរង្វាន់ដែលព្រះរៀបចំត្រៀមសម្រាប់ខ្ញុំមិនមែនស្វែងរកអ្វីដែលនៅលើផែនដីទេតែខ្ញុំសម្លឹងឃើញជីវិតថ្មីនៅឯនគរឋានសួគ៌តែខ្ញុំខំនេះខ្ញុំនឹងវេទនាដូចតែអ្នកហ្នឹងចាស់ដូចតែអ្នកហ្នឹងស្លាប់ដូចតែអ្នកប៉ុន្តែស្លាប់ក្នុងព្រះនាមព្រះយេស៊ូវជីវិតថ្មីរូបកើតដល់ខ្ញុំដឹងថាថ្ងៃមួយខ្ញុំនឹងចាកចេញពីលោកនេះតែបើខ្ញុំមានព្រះយេស៊ូវខ្ញុំឃើញជីវិតថ្មីពិសេសជាងជីវិតចាស់ចឹងមែនទេថ្ងៃមួយណាយើងនឹងឃើញព្រះយេស៊ូវច្បាស់មុខនឹងមុខឥឡូវអត់តាន់ច្បាស់មែនទេឥឡូវយើងបានជាថ្ងៃមួយយើងនឹងឃើញព្រះយេស៊ូវច្បាស់បានជាថ្ងៃនេះយើងមានព្រះយេស៊ូវហើយជឿព្រះយេស៊ូវហើយស្រឡាញ់ព្រះយេស៊ូវហើយដើម្បីឲ្យថ្ងៃមួយឃើញព្រះយេស៊ូវច្បាស់នៅជាមួយព្រះតែគ្លៀនទៀតអាមែនមកខនៅតែមកខអត់ទៅរួចទេមកខទៅនៅនឹងរហូតបាទថ្ងៃនេះមកខទៅនៅនឹងឥឡូវយើងមើលខមួយទៀតហើយជីវិតអញសេចក្តីសុខសាន្តព្រះបន្ទូលផ្ដល់ជីវិតផ្ដល់សេចក្តីសុខសាន្តជីវិតអញសេចក្តីសុខសាន្តរូបកាយថ្មី
รูกายดอมไงมวยโลดกันเชงชีวิตจ้างออนโลดกันเชงจังเตกระพงชื่อกระพงจ้างกระพงสาวจะโลดไหมนะกูคนไหนจะโลดไหมแต่รูกายดอมยังกลางอดคลังคลาอดโลดกันเชงบองค่ะไงนู่นยำปรันเนี่ยขาโจโลดกันเชงไหมนะบองไปเจ้าเต้นนะให้ได้โลดกันเชงพวกเอาไว้ได้บองก็คือลบคมหน้าđo chỉ vật dương để dương được mà nó dương đại cái thà dương bạn được than su tí hay cái dương mình đại cái thà than su miên này tay là bay khơi wow lột trên chơi bằng thà nó rồi bằng rất là dương lột cái pi sầm đại nhá ngày lúc nhầm prap nè thà trồ lột trên chơi bằng đang thà dương lột đây lộtយ៉ាងម៉េចដោយសារយើងធ្លាប់នៅផែនដីkhông rúaផែនដីมันអាចប្រៀបទៅនឹងឋានសួគ៌ទេពេជ្រនៅផែនដីក៏មិនអាចប្រៀបទៅពេជ្រនៅឋានសួគ៌ដែរមាននៅផែនដីក៏មិនអាចប្រៀបទៅនឹងមានឋានសួគ៌ដែរផែនដីមាននេះគ្រាន់តែស្រមោលនឹងបាត់ទៅវិញទេតែមានតែពេជ្រគឺនៅឋានសួគ៌ពេជ្រនៅផែនដីនេះគ្រាន់តែរូបភាពស្រមោលទេតែពេជ្រដែលពិតគឺនៅឋានសួគ៌ឯណោះពន្លឺចិញ្ចាញ់នៅឋានសួគ៌ឯណោះអញ្ចឹងបានជាយើងលោតកញ្ឆេងណាជឿប្រងស្លាប់រស់ឡើងវិញយើងនឹងរស់ឡើងវិញដោយសារព្រះយេស៊ូវដែរអ្នកណាជឿដល់ព្រះយេស៊ូវអាមែនต้องរស់ឡើងវិញមែនអត់ព្រះអង្គបានសកលហើយព្រះអង្គរស់ឡើងវិញអត់នេះហើយជាជំនឿយើងដែលមានក្តីសងខំដោយព្រោះឃើញព្រះអង្គមានប្រជញ្ញរស់សពថ្ងៃព្រះអង្គគង់ខាងស្ដាំព្រះវរបិតាហើយចាត់ព្រះវិញ្ញាណហើយព្រះវិញ្ញាណបានសម្ដែងក្នុងជីវិតយើងមែនសម្ដែងក្នុងចិត្តយើងមែនអ្នកណាជឿព្រះយេស៊ូវស្កប់ចិត្តមែនជឿព្រះយេស៊ូវមានអំណាចមែនជឿព្រះយេស៊ូវមានក្តីស្រឡាញ់មែនជឿព្រះយេស៊ូវមានអំណាចលើអរិយមែនមានអំណាចលើសេចក្តីអាក្រក់ហើយតយុទ្ធសេចក្តីល្បួងទាំងឡាយដែលវាបំភ័យយើងមែនអត់អូបើព្រះយេស៊ូវឮតែសង្គ្រាមមកភ័យយើងណាប៉ុន្តែមានព្រះយេស៊ូវមករុញមកទៀតលយហ្នឹងមែនទេអញអត់ខ្លាចមកតែទៅលឿនអញឃើញព្រះហានជីវិតយើងឈ្មោះទៅព្រះតើកូនព្រះក្លាហានអត់មកនេះដេកឲ្យធ្លាក់ចំនិយាយអញ្ចឹងមកដេកឲ្យធ្លាក់ចំពួកចង់ទៅឋានសួគ៌ទេមិនជើទៅបឹងភ្លើងណាមិនដឹងតែបើព្រះការពារមិនអាចប៉ះទេស្លាប់ឲ្យរស់យើងជឿថាព្រះអ្នកកំណត់មិនថៃអ្នកកំណត់ជីវិតយើងណាហើយមិនក្រំនឹងជាអ្នកកំណត់មកចំយើងណាព្រះជាអ្នកកំណត់ជីវិតថ្ងៃកើតគឺព្រះអ្នកកំណត់ថ្ងៃស្លាប់គឺព្រះជាអ្នកកំណត់នេះជាជំនឿយើងឋានរស់បឹងភ្លើងព្រះយេស៊ូវអ្នកកំណត់ស្លាប់ឬរស់ព្រះយេស៊ូវអ្នកកំណត់មានឬក្រព្រះយេស៊ូវអ្នកកំណត់តែសំខាន់មានព្រះយេស៊ូវអាមែនអរគុណព្រះយេស៊ូវសូមញ៉ាំមេរៀនហ្នឹងទៅសប្តាហ៍ក្រោយទៀតអត់តន់ចប់បាទអរគុណព្រះយេស៊ូវយើងមានព្រះយេស៊ូវបាទសូមឲ្យយើងអធិដ្ឋានឲ្យបញ្ចប់ព្រះយេស៊ូវជាព្រះអង្គសង្គ្រោះដល់ព្រលឹងវិញ្ញាណកូនទាំងអស់គ្នាព្រះអង្គបានសង្គ្រោះព្រះអង្គមានប្រជញ្ញរស់ឡើងវិញអរអ្នកណាដែលជឿដល់ព្រះអង្គទោះបើស្លាប់នឹងរស់ឡើងវិញដូចជាព្រះអង្គដែរថ្ងៃមួយពួកកូននឹងចូលក្នុងសេរីល្អសេរីរុងរឿងរស់នៅជាមួយព្រះយេស៊ូវនេះជាព្រះបន្ទូលព្រះយេស៊ូវសន្យាមកកាន់ពួកកូនទាំងអស់គ្នាព្រះយេស៊ូវទ្រង់ជាព្រះដ៏ពិតត្រង់ទ្រង់មិនចេះកុហកហើយក៏ភូតភរដែរទ្រង់ពិតត្រង់តាំងពីដើមរហូតដល់ថ្ងៃនេះរហូតដល់ថ្ងៃខាងមុខទៀតសូមឲ្យកូនទាំងអស់គ្នាជឿទុកចិត្តដល់ព្រះអង្គថាទោះបើកូនស្លាប់នឹងរស់ឡើងវិញហើយថ្ងៃមួយកូននឹងបាននៅជាមួយព្រះអង្គមុខនឹងមុខហើយថ្ងៃមួយព្រះអង្គនឹងឲ្យពួកកូននឹងលោតកញ្ឆេងជាមួយគ្នាហើយនៅចំពោះទ្រង់សូមឲ្យពួកកូននៅតែមានចិត្តជឿជាក់សង្ឃឹមស្រឡាញ់ដល់ព្រះអង្គហើយរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គហើយឲ្យកូនចេះស្រឡាញ់គ្នាទៅវិញទៅមកដែរដែលជាច្បាប់ហើយជាផ្លូវដែលព្រះអង្គដាក់ឲ្យពួកកូនដើរសូមប្រទានពរដល់បងប្អូនកូនទាំងអស់គ្នាប្រទានពរឲ្យជឿដល់ព្រះអង្គប្រទានពរឲ្យសង្ឃឹមដល់ព្រះអង្គប្រទានពរឲ្យស្រឡាញ់ដល់ព្រះអង្គប្រទានពរឲ្យកូនចេះស្រឡាញ់គ្នាទៅវិញទៅមកឲ្យកូនបានកាន់ខ្ជាប់ជួននៅច្បាប់បញ្ញត្តិរបស់ទ្រង់
ដែលប្រទានដល់ពួកកូនគឺថាឲ្យកូនស្រឡាញ់គ្នាទៅវិញទៅមកហើយថ្ងៃមួយពួកកូននឹងបានទៅនៅជាមួយព្រះអង្គនៅឯនគរស្ថានសួគ៌កូនអធិដ្ឋានឲ្យអរព្រគុណទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន